outfit ថ្ងៃទី1ទៅហៅបាញ់កាញ់ក្តាមញ៉ាំនិយាយទៅគឺថារៀបចំខ្លួនបែបនេះអ្នកទាំងអស់គ្នាពាក់បែបងាយពីអ្នកគូទៅដឹងអីចឹងអ្នកទាំងអស់គ្នាចាថ្ងៃទី1ទៅហៅបាញ់កាញ់ក្តាមញ៉ាំប៉ុន្តែបាញ់កាញ់ក្តាមហ្នឹងគឺមិនមែនលក់តាមផ្លូវអ្នកទាំងអស់គ្នាចាំខ្ញុំថតតទៀត Let's go នេះអ្នកទាំងអស់គ្នាកន្លែងខ្ញុំគេងណាហើយវានៅជាប់មាត់ផ្លូវចឹងមកអ្នកទាំងអស់គ្នាជាប់ផ្លូវធំចឹងមកហ៎ឥឡូវខ្ញុំមកដល់ហើយអ្នកទាំងអស់គ្នាចាកន្លែងគេរៀបចំដូចនៅសាលាមានអារម្មណ៍ថាដេកមកគឺដូចបែបសាលាអីចឹងបែបចាស់អីចឹងណាអ្នកទាំងអស់គ្នានេះតែបាញ់កាញ់ក្តាមដែលខ្ញុំមកញ៉ាំលើកមុនក៏ខ្ញុំញ៉ាំដែរតែខ្ញុំអត់បានថតបាញ់កាញ់ក្តាមរបស់ខ្ញុំនេះបែបអញ្ចឹងណាអ្នកទាំងអស់គ្នាហើយសាច់ក្តាមគេដាក់មកទឹកដុំអញ្ចឹងហ្មងណាទៅខ្ញុំញ៉ាំឡើង2 3ដងហើយតាំងខ្ញុំមកវគ្គសាមុនហ្នឹងប៉ុន្តែខ្ញុំអត់ដែរថតទេអ្នកទាំងអស់គ្នាកុំឲ្យគេថាយើងនឹងងាកប្រម៉ូទងាកថតងាកអីតែប៉ុន្តែគ្មានប្រម៉ូទគ្មានថតអីណាទេគ្រាន់តែពេលយើងថតអញ្ចឹងទៅបានបងប្អូនមើលហើយក៏បានការងារខ្ញុំដែរអញ្ចឹងណាអ្នកទាំងអស់គ្នាចាឥឡូវនេះអូយក៏ទៅគេញ៉ាំវាជាតិអូខេគេធំញ៉ាំទៅវាស្រួលណាតែពេលយើងមកញ៉ាំក្នុងហាងអញ្ចឹងទៅវាស្រួលវាតិចវាអីដែរអញ្ចឹងដល់ហើយតម្លៃវាដូចគ្នាដែរណាឥឡូវសុំមកញ៉ាំសិនអានេះសាច់ក្តាមគេហ៎ឆ្ងាញ់ណាស់លេដែលខ្ញុំចង់ណែនាំអ្នកគ្នាបានប្រើគឺជាមួយនឹងលេសូវ៉ាយអ្នកទាំងគ្នា3មុខនេះមានជាមួយនឹងវីតាមីនសូវ៉ាយលេសូវ៉ាយជាមួយនឹងស្រូប 24K បើបានលេបជាមួយនឹងឈុនចេះអ្នកទាំងគ្នាអូយគឺដុសតសលឿនហ្មងសបែបក្រាស់សចេញមកគឺសសុវត្ថិភាពហ្មងអ្នកទាំងគ្នាកូនកំមុំណាចិត្តចូលរោងការដល់ថ្ងៃពិសេសកម្មវិធីខូបកណ្ដាល birthday ឬក៏ការខ្លួនឯង shop ពីអីហ្នឹងអ្នកទាំងគ្នាអើយបុកឃ្លុំជាមួយនឹងលេសូវ៉ាយនេះមកគឺលាបសតែម្ដងហើយបើថាសាច់លេវិញគឺថាលាបចូលហ្មងអ្នកទាំងគ្នាចឹងបើដឹងថាលាបជាមួយនឹងលេអីអ្នកទាំងគ្នាខ្ញុំ recommend ឲ្យលាបលេសូវ៉ាយថ្ងៃនេះគេទៅទិញកៅអៅអស់ហើយនៅសល់ពីអ្នកចែទេអត់ដឹងទៅណាទៅណីនេះមកញ៉ាំអីគេនេះបាញ់កាញ់របស់ចែនេះតើឥឡូវទៅមើលថាបាញ់កាញ់ហ្នឹងរូបរាងមិនឥឡូវគេមកដល់នេះគ្នាអើយមើលផាក់ភ្លក់មើលឆ្ងាញ់អត់ឆ្ងាញ់បើធ្លាប់ញ៉ាំហើយអីយយតែហ្នឹងភ្លក់មកក្តៅសម្រួលរបស់គេចូលចិត្តណាអ្នកគ្នាមកតែ2នាក់ណានេះតែនិយាយទៅនៅនេះគេចូលចិត្តញ៉ាំតែអូយតំណងណានិយាយទៅរបៀបយើងខ្ញុំមើលគេ review ណាតើគ្នាភាគច្រើនគេទៅរករបៀបនៅអីគេនៅតាមតូបគេលក់នៅក្រៅអីចឹងណាតែនេះខ្ញុំឃើញគេ review នៅក្នុងហាងខ្ញុំសាកក្នុងហាងញ៉ាំទៅឆ្ងាញ់ដែរឥឡូវជាប់មាត់អីរសជាតិបែបអីគេដូចអីគេខាប់ដូចអីគេហៅគេនៅខ្មែរជួសិនដល់លោកមុនញ៉ាំមកញ៉ាំមួយចនៀតមួយចង្កុកអីអូយ៉ាឌឺគេទៀតហ៎អត់ទេមិនឌឺទេគេនឹកឃើញតែញ៉ាំមើលរសជាតិមិនឆ្ងាញ់ហ្មងណារបស់ខ្ញុំខ្ញុំញ៉ាំសិនអស់អ្នកគ្នាឥឡូវយើងមកលាបក្រែម JL ទៀតណាឥឡូវខ្ញុំមកលាបពណ៌កាឈូកមុនសិនអ្នកគ្នាហើយក្រែម JL នេះនិយាយមែនណាខ្ញុំឆ្លាញ់ក្លិនហ្មងក្លិនក៏អូបឈ្ងុយហ្មងហើយបើពណ៌វិញណាគីឡូអ្នកគ្នាឃើញស្អាតជាពិសេសយើងលាបទៅជួយព្យាបាលបបេមាត់យើងផេះស្នាមស្ងួតអី